យ៉ាក្រោយចូលឆ្នាំហើយដោយទឹកមុខរឿងសបាយអចានេះគឺមិនទឹកមុខសបាយអណាតែទឹកមុខហួសចិត្តអញ្ចឹងតោះមកស្ដាប់រឿងហេតុដំបូងទាំងអស់គ្នាថាមានរឿងអីកើតឡើងពេលចូលឆ្នាំ3ថ្ងៃហ្នឹងអត់មានកម្រងថាតដើរលេងនៅណាទេដោយហេតុថាយើងថាវិការមានកំណត់ណាហើយមុនថ្ងៃចូលឆ្នាំហ្នឹងគឺថាវីវក់ខ្លាំងមែនតើអ្នកខ្លះបនទៀនអីរឿងច្រើនដែរអញ្ចឹងយើងមិនមែនសកួរលុយសម្រាប់ដើរលេងទេគឺសកួរលុយសម្រាប់ធ្វើបនមានបនតាមផ្ទះហើយបនបាំងស្គលចដូនចតាម៉ាកងអីចឹងណាតែនឹកទៅអបសក់ពេកក៏បបួលគ្នាមកខេតមកផ្លែតនៅក្នុងថ្ងៃចូលឆ្នាំទី2ហ្នឹងតែឃើញក្រុមការងាររដ្ឋបាលខេតហ្នឹងរៀបចំជាកន្លែងដើរលេងស្រស់ស្អាតខ្លាំងមែនតើហើយមានកម្មវិធីជាច្រើនដូចជាការធ្វើបនរាប់បាតការរាំរែកល្បែងប្រជាប្រិយមានទាំងស្គរដៃមានទាំង concert អីច្រើនណាប៉ុន្តែញ៉ាំបានទៅឯងហើយខ្ញុំក៏មិនមែនជាមនុស្សដែលចូលចិត្តដើរលេងប៉ាត់ម្សៅអីចឹងណាលក្ខណៈថាជាមនុស្ស introvert ប៉ុន្តែ introvert យ៉ាងណាក៏នៅតែតាក់ទាញខ្លះដែរណាមួយគាត់ថាมันចំណាយច្រើនទេខេតខ្លួនឯងផងអញ្ចឹងទៅហើយថាទៅមកផ្លែតែមានណាម៉ោង2 10យប់បានមកវិញហើយចប់ថ្ងៃចូលឆ្នាំហើយណាបងអូនថ្លៃបបួលទៅសៀមរាបហើយស្ទាក់ស្ទើរអញ្ចឹងទៅដោយសារខ្សោយថវិកាប៉ុន្តែចិត្តសឿងណាស់ខ្ចីលុយគេទៅទៀតហើយគេថាទៅដេកមួយយប់ចាយអញ្ចឹងទៅ2ថ្ងៃខំពាក់ខោអាវរៀបចំម្ហូបអីអាហារឲ្យពុកនឹងម៉ែហ្នឹងហូបឲ្យហើយខ្លួនឯងហ្នឹងហូបសម្រន់ខ្លះទៅក៏លោកគេចេញឡានទៅយើងឃ្លានតាមផ្លូវតែមានណាយឺតយូរហើយដោះខោអាវដេកវិញស្រាប់តែគេមកឡានបន្ទាន់ហើយនេះមានបានដូរខោអាវដូរអីទេគេនាំចូល buffet ហើយគេមកដល់ pub street ទៀតអារម្មណ៍ថាបានត្រៀមខ្លួនអត់វាលឿនពេកហើយអាវហ្នឹងលក្ខណៈថាធំញើសធំអីហើយបានដូរតែខ្លាចគេចាំយូរអញ្ចឹងហើយឡើងឡានមកតាមគេមកហើយរឿង buffet ហ្នឹងទៀតដេកស្ដាប់បាត់ទេចង់ថាបើដឹងតែគេនាំចូល buffet អញ្ចឹងគឺថាខ្ញុំសុខចិត្តអត់បាយ3ថ្ងៃមុនចេញទៅពីផ្ទះហ្នឹងម៉ោង6ហើយទៅដល់ហ្នឹងម៉ោង8ជាងជិត9ហើយសម្រាប់ខ្ញុំវាជាបទពិសោធន៍លើកទី1ឯងដែលចូលទៅរបស់ខ្លះគឺយើងអត់បានញ៉ាំទេគឺគេចូលមុនទៅគេចាប់អស់ហើយវារៀងអន់សាច់អន់អីខ្លះណាតែមិនជាអ្វីទេជាកំហុសរបស់យើងព្រោះកម្រងការគឺយើងអត់មានបានត្រៀមទេវាភ្លាមពេកណាពេលទៅដល់លេងនៅ pub street ហ្នឹងក៏អញ្ចឹងដែរអត់មានបានដឹងខ្លួនអីទេប្អូននាំតាណាក៏ទៅនឹងដែរតែពេលដែលខ្ញុំទៅដល់ហ្នឹងរៀងស្បាយភ្ញៀវប្រហែលជាគេទៅផ្ទះអស់មិនដឹងពួកអីខ្ញុំទៅរៀងយប់ជ្រៅដែរហើយរឿងមួយទៀតដែលត្រូវត្រៀមនោះគឺថានៅពេលដែលដើរលេងជាមួយកូនក្មេងអីគឺថាត្រូវត្រៀមលុយឲ្យច្រើនហើយទៅបើមិនចង់ខ្មាស់គេទេតែបើណាមានបទពិសោធន៍ល្អវិធីល្អនៅក្នុងការកែបញ្ហានេះជួយ comment ប្រាប់ខ្ញុំផងព្រោះថាខ្ញុំមានចការខំមុតខំកអត់ធ្មត់ខ្លាំងមែនតើតែចុងក្រោយនៅតែចាញ់គ្រប់យ៉ាងហ្មងខំតែទន្ទិញធัวចាញ់ជាប្រេះឆ្នេះជាកូនយើងចិត្តម៉ាក់ក្តៅដូចភ្លើងកូនយើងទេខឹងចិត្តពេកចង់តែចាប់ច្រកបេផ្ញើឡានតាក់ស៊ីមកផ្ទះមុនទេនិយាយគ្នាមកពីផ្ទះមុនស្រេចថាកុំឲ្យទាយច្រើនសិតតែដាក់លក្ខខណ្ឌឲ្យគ្នាស្រេចហើយណាតែចុងក្រោយនៅតែដដែលខ្លាំងជាងម៉ាក់ទៀតណាលឺតែភ្លេងគេគឺអត់បានទេញាក់តាំងពីដើមរហូតដល់ចប់ខ្ញុំនេះឆ្ងល់ដែររួចមិនបានគេចាក់តែបត់ញាក់អញ្ចឹងមិនក៏អត់មានបត់រំវងសារវ៉ាន់អញ្ចឹងតើគេប្រាប់ថាហ្នឹងក្លាប់គេចាក់អញ្ចឹងឯងអញ្ចឹងមិនថាអ្នកស្រាយចូលក្រង់គេមែនណាឃើញតែភ្លើងពណ៌គេញញឹមអបបិទមាត់មិនចិត្តទេនេះតាមតែនៅផ្ទះដេកស្ពីងបាត់ហើយមិនធម្មតាណាម៉ោង11ក្បែរម៉ោង12ហើយពាក់កណ្ដាលត្រៀតអីក៏អត់ទាន់តុនតបកភ្នែកទេណែខ្ញុំមិនណែភ្នែកនៅកញ្ចឹងក៏ដើរតែមើលទេខ្លាចវែងហ្នឹងចេញពី pub street ភ្លាមគឺថាជីដើររកន្លែងទស្សនៈពួកអីយើងមានកក់អីទេថាកម្រងភ្លាមណាដើររឡើងមកជុំពីជុំបានរកឃើញពីថាយូរអីវ៉ាន់ខ្លួនឯងឡើងផ្ទះពឹបហ្មងអត់មានពិបាកយើងជួយអីទេរាល់ដងនៅផ្ទះវិញប្រើយកទឹកតែមួយកែវហ្នឹងក៏តវ៉ាដែរតែប្រើអូននោះប្រើរឿងកាន់តែហួសចិត្តមួយទៀតនោះគឺថាបន្ទប់ដែលខ្ញុំកំងហ្នឹងគឺក្រែ2ហើយដាក់ទាំងហាលអត់ហ៊ានដាក់មិនសិនតិចទេដោយសារចាញ់មិនសិនតិចតែមានដេកលើក្រែណាដេកនឹងក្រោឡើងមកយប់ខ្ញុំក៏អញ្ចឹងដែររៀបភ្លឺបានខ្ញុំឡើងមកដេកលើក្រែដោយសារតែយប់ហ្នឹងគឺខ្ញុំដេកនៅយករងដាគេនេះព្រោះអីយប់ហ្នឹងរៀងក្តៅរៀងហប់ដឹងអញ្ចឹងក៏មកមិនសិនតិចបាត់តែហួសពេលហើយអញ្ចឹងបានថាហួសចិត្តមែនក្រែមានមិនដេកទៅដេកលើក្រោ